ដំណឹងបន្ទាន់តាមរយៈ Page ផ្លូវការរបស់ក្រុមព័ត៌មាន Fresh News បានផុសមុននេះបន្តិចថាចំនួនអ្នកស្លាប់កើនដល់32នាក់នៅក្នុងហេតុការណ៍បាក់រលំដងសន្ទូចសង្កត់រថភ្លើងនៅឯប្រទេសថៃបាងកកអាជ្ញាធរនៅក្នុងប្រទេសថៃនៅថ្ងៃពុធទី14ខែមករាឆ្នាំ2026បានឲ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍បាក់រលំដងសន្ទូចនៅឯការដ្ឋានសាងសង់ផ្លូវដែកមួយកន្លែងដោយសង្កត់លើផ្លូវរថភ្លើងមួយកំពុងធ្វើដំណើរនៅក្នុងខេត្តនគររាជสีมาបានកើនដល់32នាក់និងជាង80នាក់រងរបួសនេះបើតាមកាសែតកៅសានរ៉ូតបានធ្វើការហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងនៅក្នុងស្រុកស៊ីខូនៃខេត្តនគររាជสีมาស្ថិតនៅចម្ងាយ230គីឡូម៉ែត្រពីភាគឦសាននៃទីក្រុងបាងកកអាជ្ញាធរថៃដែលបានបាត់បង់ជីវិតគឺជាអ្នកដំណើរដែលបានស្ថិតនៅក្នុងទូរថភ្លើង2ក្នុងចំណោមទូរថភ្លើងចំនួន3រថភ្លើងខាងលើត្រូវបានរាយការណ៍ថាមានដឹកអ្នកដំណើរសរុបចំនួន195នាក់និងគោលដៅធ្វើដំណើរឆ្ពោះទៅកាន់ខេត្តឧបលរាជធានីបច្ចុប្បន្នអាជ្ញាធរថៃកំពុងបើកការស៊ើបអង្កេតអំពីករណីខាងលើនេះហើយនឹងចំនួនអ្នកស្លាប់ក៏ពុំទាន់មានចំនួនជាក់ស្ដែងនៅឡើយទេគ្រាន់តែថានៅក្នុងថវិកាវេលានេះគឺម៉ោង 5:31 នាទីល្ងាចថ្ងៃទី14ខែមករាឆ្នាំ2026គឺចំនួនអ្នកស្លាប់កើនដល់32នាក់